ជំរាបសួរកូនៗទាំងអស់គ្នាជួបគ្នាក្នុងវីដេអូថ្មីទៀតហើយថ្ងៃនេះយើងមករៀនអំពីការគូររង្វង់ជុំវិញរូបភាពដែលមានរូបរាងខុសគ្នាដូច្នេះកូនរៀនគូរទាំងអស់គ្នាណាគឺយើងធ្វើការគូរទៅលើរូបភាពដែលមានរូបរាងខុសពីគេមើលដំរីទាំងអស់ហ្នឹងតើដំរីមួយណាដែលមានរូបរាងខុសពីគេបន្ទាប់ពីយើងគូររង្វង់ហើយយើងផាត់ពណ៌ជាមួយគ្នាណាចាដំរីនេះមានរូបរាងធំចំណែកដំរីនេះមានរូបរាងទូចជាងគេចាតើឥឡូវយើងគូររង្វង់ជុំវិញដំរីដែលមានរូបរាងតូចជាងគេចាតើបន្ទាប់ពីគូររង្វង់ហើយយើងមកផាត់ពណ៌ជាមួយគ្នាណាតើដំរីមានពណ៌ដូចម្ដេចដែរកូនសម្រាប់កូនដែលស្រឡាញ់ពណ៌កូនអាចផាត់ដំរីពណ៌អីក៏បានដែរកូនណាអត់មានការដាក់បន្ទុកខុសឬត្រូវទេអានឹងគឺជាការស្រឡាញ់របស់កូនចាតោះអញ្ចឹងថ្ងៃនេះមកផាត់ពណ៌នេះណាកូនណាសម្រាប់ម៉ាក់ដែលជាអាណាព្យាបាលម៉ាក់នៅផ្ទះអាចទិញប្រភេទ color ឈើបែបនេះឬក៏ color ទៀនក៏បានដែរឲ្យអូនរៀនផាត់រូបដើម្បីឲ្យកដៃរបស់អូនរឹងពេលដែលកដៃរបស់អូនចាប់ផ្ដើមរឹងគឺអូនចាប់ផ្ដើមចេះកាន់ខ្មៅដៃដីសហ្វឺតសម្រាប់រៀនគូឬក៏សរសេរអក្សរចាតើឥឡូវដំរីដែលទូជាងគេយើងផាត់ពណ៌អីទៅកូនចាតើដំរីដែលទូជាងគេយើងផាត់ពណ៌អីឥឡូវយើងផាត់ពណ៌ទឹកក្រូចណាចាដំរីដែលទូជាងគេយើងផាត់ពណ៌ទឹកក្រូចចំណែកដំរីដែលធំយើងផាត់ពណ៌ក្បឿងបន្ថែមទៀតចាតើឥឡូវយើងចូលដល់ជួរទី2គឺឆ្មាយើងចាប់ផ្ដើមគូររង្វង់ទៅលើរូបភាពឆ្មាតើកូនឃើញឆ្មាមួយណាដែលទូជាងគេក្នុងចំណោមឆ្មាទាំង4គឺយើងធ្វើការគូររង្វង់ជុំវិញឆ្មានោះណាកូនណាចាគឺឆ្មាដែលមានលេខរៀងទី3មានរូបរាងទូជាងគេចាឆ្មានេះ1ចាឆ្មានេះ2 3 4ចាឆ្មាដែលនៅក្នុងលេខរៀងទី3គឺមានរូបរាងទូជាងគេតោះឥឡូវយើងផាត់ពណ៌ឆ្មាទាំងអស់គ្នាកូនស្រឡាញ់ឆ្មាពណ៌អីទៅតោះឥឡូវយើងផាត់ឆ្មាពណ៌ទឹកពណ៌ផ្ទៃមេឃណាចាតើឥឡូវយើងផាត់ឆ្មាពណ៌ផ្ទៃមេឃនឹងមុនគេតែម្ដងកូនស្រឡាញ់ពណ៌អីផាត់ពណ៌ហ្នឹងណាចាវ៉ាវឥឡូវយើងផាត់ឆ្មារួចហើយតោះឥឡូវយើងមកផាត់ឆ្មាដែលមានរូបរាងដូចគ្នាវិញចាឆ្មាទី1យើងផាត់ពណ៌ផ្កាឈូក
ចាឥឡូវយើងផាត់ឆ្មាហើយហើយតោះយើងមើលជួរទី3ម្ដងកូនមើលថាឆ្កែដែលនៅក្នុងជួរទី3កូនមើលថាតើឆ្កែមួយណាដែលមានរូបរាងតូចជាងគេចាមានរូបរាងតូចឬក៏ធំជាងគេហើយមានរូបរាងខុសពីគេយើងធ្វើការគូររង្វង់ទៀតណាតោះឥឡូវចានេះគឺឆ្មាមួយនេះសុំទោសគឺឆ្កែមួយនេះចាឆ្កែនេះគឺមានរូបរាងខុសពីគេអញ្ចឹងយើងធ្វើការគូររង្វង់បន្ទាប់មកយើងផាត់ពណ៌ទាំងអស់គ្នាចាតោះឥឡូវយើងផាត់ពីនេះទៅមុនណាពីឆ្វេងទៅមុនកូនឆ្កែទី3យើងផាត់ពណ៌លឿងដែរណាចាតោះឥឡូវកូនឆ្កែដែលមានរូបរាងខុសពីគេយើងផាត់ពណ៌អីឲ្យខុសពីគេដែរទៅតោះយើងផាត់ពណ៌បៃតងពណ៌បៃតងតោះឥឡូវចូលដល់ជួរទី4ចាគឺស្វាតោះកូនមើលតើស្វាមួយណាដែលមានរូបរាងខុសពីគេយើងធ្វើការគូររង្វង់ណាចាស្វាមួយនេះស្វានេះមានរូបរាងខុសពីគេមានតែក្បាលអត់មានខ្លួនទេតោះអញ្ចឹងយើងផាត់ពណ៌ស្វាទាំងអស់គ្នាចាតោះស្វាដែលមានរូបរាងខុសពីគេយើងផាត់ពណ៌បៃតងចំណែកឯស្វាដែលមានរូបរាងដូចគ្នាយើងផាត់ពណ៌ស្វាយចាតោះឥឡូវយើងផាត់ពណ៌រួចហើយយើងចូលដល់ទំព័រថ្មីមួយទៀតចាឥឡូវយើងចូលមកដល់ទំព័រថ្មីមួយទៀតគឺយើងធ្វើការផាត់ពណ៌រូបភាពដែលមាននៅក្នុងប្រអប់ហើយបន្ទាប់មកយើងផាត់រូបភាពដែលមានរូបរាងដូចគ្នាតោះឥឡូវនៅជួរទី1គឺរូបត្រីកោណចាកូនស្គាល់ត្រីកោណនេះតោះឥឡូវយើងផាត់រូបភាពនៅក្នុងប្រអប់សិននេះគេហៅថាត្រីកោណចាតោះឥឡូវរូបភាពមួយណាដែលមានរូបរាងដូចគ្នាចាគឺរូបនេះណាធំដូចគ្នា
ឡូវចូលដល់ខ្យងចាខ្យងកូនឃើញខ្យងឯតាឥឡូវខ្យងមានរូបរាងនៅក្នុងរូបយើងផាត់ខ្យងនៅក្នុងកឡោននេះសិនណាចាអញ្ចឹងខ្ញុំផាត់ពណ៌ទឹកប៊ិចចាស់នេះចាយើងផាត់ពណ៌នេះឥឡូវយើងស្វែងរកខ្យងដែលមានរូបដូចនៅក្នុងកឡោនហ្នឹងចារូបមួយណាតើឥឡូវយើងមើលទាំងអស់គ្នា1 2ចារូបទី2អញ្ចឹងរូបណាដែលមានរូបរាងដូចគ្នាយើងធ្វើការផាត់ពណ៌ទៅលើខ្យងណាដែលមានរូបដូចគ្នាណាតាឥឡូវចូលដល់ជួរទី3គឺពេញប៉ោងតាកូនចង់បានពេញប៉ោងពណ៌អីពណ៌ក្រហមណាពណ៌ក្រហមឲ្យពណ៌ក្រហមហោះទៅលើមេឃចានៅក្នុងកឡោនគឺមានពេញប៉ោងពណ៌ក្រហមហើយយើងស្វែងរកពេញប៉ោងនៅខាងក្រៅបន្ទាប់មកយើងយកcolor របស់យើងហ្នឹងទៅផាត់លើពេញប៉ោងដែលមានរូបរាងដូចគ្នាម្ដងណានេះបន្តទៀតយើងមើលទាំងអស់គ្នាមើលរូប dinosaur ណាតើឥឡូវចង់បាន dinosaur ពណ៌អីដែរកូន dinosaur ពណ៌បៃតងស្រាលនេះណាចាយើងផាត់ dinosaur យើងធ្វើការផាត់ពណ៌ទៅលើសត្វ dinosaur ហើយបន្ទាប់មកយើងស្វែងរក dinosaur ដែលនៅខាងក្រៅតើ dinosaur ណាដែលមានរូបរាងដូចនៅក្នុងរង្វង់បន្ទាប់មកយើងធ្វើការផាត់ពណ៌ឲ្យដូចគ្នាណាតា dinosaur ទី1 dinosaur ទី2 dinosaur ទី3 dinosaur ទី3មានរូបរាងដូចឥឡូវយើងធ្វើការផាត់ពណ៌ពីលើអូខេឥឡូវហ្នឹងយើងធ្វើការផាត់ពណ៌រួចរាល់ហើយតោះយើងចូលដល់ទំព័រថ្មីមួយទៀតអំបញ្ញមិញយើងបានផាត់ពណ៌ទៅលើរូប dinosaur ពេតប៉ោងជាដើមឥឡូវនេះយើងចូលមកដល់ការផាត់ពណ៌កូនមាន់ម្ដងតោះឥឡូវកូនមាន់នៅក្នុងរង្វង់យើងផាត់ពណ៌លឿងណាកូនចាផាត់ពណ៌កូនមាន់ហើយយើងស្វែងរកកូនមាន់ណាដែលមានរូបរាងដូចគ្នាហើយយើងធ្វើការផាត់ពណ៌ដែរណាតោះទី1ទី2ទី3កូនមាន់ទី3នេះគឺមានរូបរាងដូចគ្នាអញ្ចឹងយើងធ្វើការផាត់ពណ៌អំពីលើមកចាមកដល់ត្រង់កន្លែងនេះគឺយើងធ្វើការផាត់ពណ៌ទៅលើស្លឹកឈើជាធម្មតាស្លឹកឈើគឺមានពណ៌បៃតងចាអញ្ចឹងកូនស្រឡាញ់បៃតងចាស់ដាក់បៃតងចាស់ស្រឡាញ់បៃតងខ្ចីដាក់បៃតងខ្ចីណាកូនណាស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងមកចានេះស្លឹកឈើមួយនេះគឺមានរូបរាងដូចតោះឥឡូវសាវម្ដងសាវដែលយើងប្រើសម្រាប់ចាក់ទ្វារហ្នឹងតើឥឡូវយើងផាត់ពណ៌នេះណាពណ៌ទឹកក្រូច1 2ចានៅលេខរៀងទី2គឺមានរូបរាងដូចអញ្ចឹងយើងធ្វើការផាត់ពណ៌តើឥឡូវយើងផាត់ពណ៌លេខរៀងទី4ម្ដងតើនេះគឺជាថង់กระดาษឥឡូវយើងឃើញថង់กระดาษហ្នឹងយើងផាត់ពណ៌មកកូនស្រឡាញ់ពណ៌អីតើយើងផាត់ពណ៌នេះ
1 2ចាលេខរៀងទី2មានរូបរាងដូចតើឥឡូវយើងផាត់ពណ៌រួចហើយយើងចូលដល់ទំព័រថ្មីមួយទៀតណានៅទំព័រនេះគឺយើងធ្វើការគូរបន្ទាត់ដេកការគូរបន្ទាត់ត្រង់ដេកភ្ជាប់ពីឆ្វេងទៅស្ដាំគូរភ្ជាប់ចេះណាចាតោះឥឡូវត្រីម្ដងត្រីចូលចិត្តញ៉ាំសារាយឥឡូវនេះយើងធ្វើការគូរពីត្រីនេះមកសារាយតោះឥឡូវយើងធ្វើការគូរបន្តទៀតកូនចាតោះដំរីញ៉ាំស្លឹកឈើអញ្ចឹងយើងធ្វើការគូរតាមសញ្ញាព្រួញពីសត្វដំរីឲ្យសត្វដំរីនឹងធ្វើដំណើរមករកស្លឹកឈើមកចាតោះចូលដល់បន្ទាប់មកពីងពីងចាពីងពីងញ៉ាំរុយឥឡូវយើងធ្វើការគូរពីងពីងមកកាន់រុយចាតោះឥឡូវសត្វយើងធ្វើការគូរសត្វហ្នឹងពីមកកាន់ផ្លែទទឹមតោះចាតោះឥឡូវយើងធ្វើការផាត់ពណ៌ឲ្យចាប់របស់យើងពណ៌នេះតើណោះបន្ទាប់ពីផាត់ពណ៌ហើយយើងធ្វើការគូរសញ្ញាព្រួញដើម្បីនាំផ្លូវចាប់របស់យើងទៅកាន់សំបុកចារួចរាល់